ក្រមប្រឆាំងនយោបាយឆ្លៀតឱកាសក្រៅប្រទេសដែលតែងតែបម្រើបរទេសដើម្បីឈ្លានពានទឹកដីខ្មែរខ្លួនឯងព្រោះតែអំណាចខ្លួនពីសំណាក់ក្រមប្រឆាំងជ្រុលនិយមក្បត់ជាតិទុនដិតសំរងស៊ីនិងបកពួកមួយចំនួនបងប្អូនប្រកាសជាជ្រាបច្បាស់ហើយក្រមប្រឆាំងខុសរឿងក្រៅប្រទេសមួយក្តាប់តូចដឹកនាំដោយទុនដិតសំរងស៊ីនិងបកពួកមួយចំនួនដែលតែងតែធ្វើនយោបាយបំផ្លាញជាតិបំបែកបំបាក់សាមគ្គីភាពស្មារតីស្នេហាជាតិលាបពណ៌ប្រឌិតរឿងញុះញង់បងប្រាសកម្មជនរបស់ខ្លួនប្រមូលលុយបង្កើតមូលនិធិគ្រប់ពេលមានហេតុការណ៍កើតឡើងតែថាវិការដែលប្រមូលបានចែកត្រឹមបកពួកបំរើខ្លួនចាយលេងល្បែងនៅក្រៅប្រទេសដោយថ្មីនេះពេលប្រទេសកំពុងតែមានសង្គ្រាមការឈ្លានពានពីសំណាក់សៀមក្រុមនេះបានខុបខិតជាមួយនឹងសៀមយកព័ត៌មានផ្ទៃក្នុងឲ្យយោធាសៀមនិងយកព័ត៌មានពីយោធាសៀមពីប្រទេសសៀមយកមកវាយប្រហារបំបាក់ទឹកចិត្តថ្នាក់ដឹកនាំទាហានដែលកំពុងតែប្រយុទ្ធការពារបូរណភាពទឹកដីយ៉ាងស្វិតស្វាញមិនត្រឹមតែប៉ុណ្ណោះពួកគេជួយប្រកាសឲ្យសៀមថាខ្មែរបានបាត់បង់ទឹកដីប្រគល់ឲ្យសៀមកិច្ចព្រមព្រៀងបទឈប់បាញ់ការកាត់ទឹកដីឲ្យសៀមរហូតមកដល់ពេលនេះមិនមានប្រជាពលរដ្ឋឬក៏ថ្នាក់ដឹកនាំណាទទួលស្គាល់ឬកាត់ទឹកដីដែលចោលសៀមឈ្លានពានដោយខុសច្បាប់ធ្វើភេរវកម្មមកលើទឹកដីនិងប្រជាជនកម្ពុជាឡើយនយោបាយរបស់ថ្នាក់ដឹកនាំស្ងាត់តែមិនស្ងៀមដោយប្រើវិធីសាស្ត្រប្តឹងទៅតុលាការអន្តរជាតិនិងរកកិច្ចអន្តរកម្មពីអន្តរជាតិដែលពិភពលោកកំពុងតែគាំទ្រកម្ពុជានិងមានការអាណិតដល់ប្រជាជនកម្ពុជាដែលទទួលរងការឈ្លានពានពីចៅសៀម